រឿងឆបោកអនឡាញថ្ងៃនេះគឺខ្ញុំមានឱកាសដោយសារម៉ោងច្រើនដែរខ្ញុំនឹងពន្យល់បន្តិចអំពីចំណុចខ្សោយរបស់កម្ពុជាក្នុងវិស័យសារព័ត៌មានហើយគួរឲ្យសោកស្ដាយហើយសោកស្ដាយនេះគឺសោកស្ដាយដោយសារតែយើងដឹងហើយឮហើយតែយើងនៅតែប្រព្រឹត្តធ្វើឲ្យគេមើលងាយយើងរឿងតាក់ទងនឹងកម្ពុជាសំទោសកាសែតអាមេរិក The Wall Street Journal មិនលុបពាក្យថា Cambodia ចេញពីការផ្សាយរបស់ខ្លួនទេគឺនៅរក្សាដដែលក៏ប៉ុន្តែអនុញ្ញាតផ្សាយអត្ថបទតវ៉ារបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាលោកនេតភក្ត្រានៅលើអត្ថបទផ្សាយរបស់គេបងប្អូននៅពេលដែលខ្ញុំឃើញប្រតិកម្មរបស់កម្ពុជាតាក់ទងនឹងរឿង Cambodia ខ្ញុំជាខ្មែរខ្ញុំបានប្រាប់ពីសមានចិត្តរបស់ខ្ញុំហើយថាពាក្យនេះវាលើសបើសិនជាគេហៅកម្ពុជាយើងថា Cambodia ឬក៏ជាប្រទេសឆបោកព្រោះម្ដងទៀតបងប្អូនគេហៅ Cambodia នេះគឺដោយសារពាក្យពេញរបស់វាគឺ scam ពាក្យថា scam បានន័យថាការឆបោក Cambodia គឺប្រទេសកម្ពុជាអញ្ចឹងពេលដែលគេដាក់ scam និង Bodia ចូលគ្នាគឺដោយសារប្រទេសកម្ពុជាវាមានពាក្យ cam នៅខាងដើមនឹងស្រាប់អា scam ហ្នឹងក៏មានបើយកតា s ចឹងគឺនៅ cam ដូចគ្នាអញ្ចឹងពាក្យហ្នឹងគឺសំយោគដូចយើងសម័យកាលកណិតចឹងបើវាដូចគ្នាយើងដាក់ចូលគ្នាចឹងទៅគឺគេលុបចោលអាពាក្យ scam ហ្នឹងគឺយកមកភ្ជាប់ជាមួយ Cambodia ហ្នឹងហ្មងព្រោះ cam ហ្នឹងគឺកាត់ចោលឬក៏ដាក់ត្រួតគ្នាមកចេញជា Cambodia បណ្ដោយហើយពាក្យ Cambodia នេះមិនមែនជាឈ្មោះប្រទេសយើងទេព្រោះប្រទេសយើងផ្ដើមឡើយដោយអក្សរ C គឺ Cambodia តទៅពេលគាត់ដាក់ Cambodia វាទៅជាប្រទេសដែលមានឈ្មោះថ្មីមួយគឺជាប្រទេសឆបោកគឺមែនតើទៅក៏មិនអាចហៅថាប្រទេសឆបោកអីដែរព្រោះតតែដាក់ថា Scam Cambodia បើនិយាយអស់ហើយណា Scam Cambodia ពាក្យចុំគ្នាហ្នឹងបានអាចហៅថាប្រទេសឆបោកក៏ប៉ុន្តែជាការលេងពាក្យគឺគេទម្លាក់ពាក្យហ្នឹងចោលឲ្យនៅជាប់គ្នាចេញជា Cambodia ជាប់គ្នាតែម្ដងហ្នឹងគឺជាភាសាលេងពាក្យទេមិនមែនជាការផ្ដល់ឈ្មោះថ្មីឲ្យប្រទេសកម្ពុជាជាផ្លូវការណាហើយកម្ពុជាអត់មានឈ្មោះថ្មីទេកម្ពុជាគឺលំដាប់អក្សរក្រមអក្សរ C គឺនៅតែអក្សរ C ជាសមាជិកអង្គការសហប្រជាជាតិគ្មានអ្នកណាដូរឈ្មោះប្រទេសកម្ពុជាបានក្រៅតែពីរដ្ឋាភិបាលកម្ពុជាទេត្រូវចាំឲ្យច្បាស់គ្មានអ្នកណាដូរឈ្មោះប្រទេសកម្ពុជាបានក្រៅពីរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាទេដូចស្អីប្រទេសទូគីឯណានោះគេដូរទៅទូគីយ៉ាឯណានោះគឺតើរដ្ឋាភិបាលទូគីគេដូរប្រទេសភូមាគេដូរទៅមីយ៉ាន់ម៉ាតើរដ្ឋាភិបាលភូមានឹងគេដូរវាអត់មានអ្នកណាមកដូរឈ្មោះប្រទេសគេបានទេអញ្ចឹងភូមាកាលពីមុនអក្សរ B នៅពីមុខមិនអញ្ចឹង B Burma យើងហៅភូមាអក្សរ Burma ឥឡូវគេដូរទៅមីយ៉ាន់ម៉ាអញ្ចឹងអក្សរក្រមនោះរត់ចុះថយចេះមកអក្សរ B មកអក្សរ M ទូគីយ៉ាអក្សរក្រមនៅអក្សរ T ដដែលដោយសារអីគេដូរតែទូគីទៅទូគីយ៉ាអញ្ចឹងទៅអាហ្នឹងវាអត់ដុតតែខ្មែរយើងអក្សរ C នេះគឺ Cambodia នៅតែ Cambodia ដដែល Cambodia នេះគឺជាឈ្មោះដែលដាក់ឲ្យដោយសារព័ត៌មាន The Wall Street Journal ហើយមិនមែនជាដាក់ឈ្មោះថ្មីឲ្យកម្ពុជាទៀតហើយចាំមើលខ្ញុំបញ្យល់ថ្ងៃនេះខ្ញុំមានឱកាសដើម្បីនិយាយអំពីអក្សរសាស្ត្រខ្មែរបន្តិចនិងបញ្យល់អំពីវណ្ណយុទ្ធអភ័ន្តរៈឬក៏គេហៅថាសញ្ញាមួយចំនួនតាក់ទងនឹងអក្សរក្រមខ្មែរហើយចង់ឲ្យបងប្អូនទាំងអស់គ្នាកុំជ្រួលច្បល់តាមគ្នាចាញ់បោកអ្នកនយោបាយហើយធ្វើឲ្យខូចអាប់អោនជាតិសាសន៍នេះទៅវិញទេយើងបង្ហាញពីឆន្ទៈខ្មែរយើងដែលនាំគ្នាថ្កោលទោសកាសែត The Wall Street Journal នៅក្នុងការហ៊ានហៅកម្ពុជាថា Cambodia ឬក៏ប្រទេសឆបោកប៉ុន្តែយើងអត់បានពិចារណាឲ្យគ្រប់ជ្រុងជ្រោយអំពីការលេងពាក្យនៅក្នុងការសរសេរសារព័ត៌មានណាខ្ញុំបានជម្រាបហើយថាយើងចាញ់បោកអ្នកនយោបាយហើយខ្ញុំថាវាលើសបើសិនជាការប្រើពាក្យហ្នឹងវាលើសពិតមែនបន្តិចហើយក៏ប៉ុន្តែយើងត្រូវដឹងអំពី style នៅក្នុងការសរសេរព័ត៌មានហើយ style នៅក្នុងការប្រើអភ័ន្តរៈ style នៅក្នុងការប្រើវងកញ្ចក់ style ប្រើអីផ្សេងទៀតនៅក្នុងការប្រើពាក្យដែលយើងទាំងអស់គ្នាគួរតែម៉ោងនេះជាពិសេសរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាដែលមានចំណេះជំនាញខាងវិជ្ជាជីវៈសារព័ត៌មាននឹងហើយបានជាអាចទៅគ្រប់គ្រងក្រសួងព័ត៌មានបានក៏គួរតែលោកបានយល់រឿងនេះច្បាស់ហើយហេតុអីបានជាលោកអូសប្រជាពលរដ្ឋទាំងអស់គ្នានឹងឲ្យលុះក្រោមអធិបុលនៃសារនយោបាយរបៀបដែលថាស្រឡាញ់ជាតិនេះខ្លាំងមែនតើដើម្បីឲ្យប្រជាពលរដ្ឋលងតាមអស់លោកទាំងអស់គ្នាហើយអាចជ័យធ្លាក់ទឹកពេញផ្ទៃប្រទេសដោយតាមគ្នាដោយសារតែយើងស្រឡាញ់ជាតិយើងពេកយើងដូចសត្វស្វាអញ្ចឹងបងប្អូនស្រឡាញ់កូនសំណប់អោបនឹងទ្រូងលំទឹកងាប់បាត់អាកូនដែលអត់ស្អប់នៅវាទុំលើក្បាលហ្នឹងចឹងទៅដល់ពេលហែលទឹកអានៅសំអប់ហ្នឹងអោបជាប់នឹងទ្រូងលិចត្រឹមនេះឆ្លក់ទឹកងាប់បាត់ដល់ពេលដែលដល់គោកបានដឹងថាងាប់បាត់ហើយហ្នឹងដោយសារយើងស្រឡាញ់ពេកប៉ុន្តែយើងស្រឡាញ់ប្រើសភាវគតិដូចសត្វស្វាអញ្ចឹងសំទោសខ្ញុំមិនបដូចខ្មែរយើងទៅសត្វស្វាអីទេខ្ញុំគ្រាន់តែឲ្យឧទាហរណ៍ឲ្យបងប្អូនងាយយល់ពេលខ្លះស្រឡាញ់ជាតិនេះប៉ុន្តែស្រឡាញ់បែបនយោបាយពេលដែលយើងស្រឡាញ់បែបនយោបាយគឺយើងប្រតិកម្មតាមខ្យល់បក់ភ្លើងច្បើងពេលដែលគេចង់ឲ្យប្រតិកម្មទាំងអស់គ្នាទៅរករឿង Wall Street Journal ហ្នឹងអូសរសេរសារ deal ថ្មេះតេះ deal អ្នកខ្លះទៀតណាជាអាជីពអ្នកសារព័ត៌មានហើយហ្នឹងគឺយើងធ្វើលើសខ្លួនឯង
ទៅរំលឹកឈ្មោះរបស់អ្នកសរសេរសារព័ត៌មានរបស់ Wall Street Journal និងស្ត្រីនេះឈ្មោះអីរូបថតអញ្ចេះបង្ហាញគេមកឲ្យដឹងថាអ្នកណាសរសេរអត្ថបទនេះដើម្បីអីដើម្បីឲ្យគេមានបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនឲ្យចាំមុខនេះគឺជារឿងអសិលធម៌អគុណធម៌ខ្លាំងណាស់ខ្ញុំមែនតើទៅខ្ញុំថាហេតុអីបានជាយើងទៅទៀតម៉េះខ្មែរយើងគួរតែរួមគ្នាឲ្យរឹងប៉ឹងបន្តិចហើយកុំអាចេកធ្លាក់ទឹកឲ្យសោះបងប្អូនស្រឡាញ់ជាតិនេះកុំស្រឡាញ់ជាតិដូចរបៀបស្វាស្រឡាញ់កូនវាណាស្រឡាញ់ជាតិនេះគឺស្រឡាញ់របៀបស្អប់ចោះស្អប់ដូចស្វាដែលនៅលើក្បាលឲ្យវារស់ចោះព្រោះយើងសរសើរស្លាប់បង្អាប់រស់នៅក្នុងនេះអញ្ចឹងយើងស្រឡាញ់ផ្កាប់មុខប៉ុន្តែយើងអត់ពិចារណាថ្លឹងថ្លែងហើយយើងអាចេកធ្លាក់ទឹកយើងកំពុងតែបាត់បង់ដីខ្មែរច្រើនកន្លែងទៅថៃយើងឈឺចាប់ខ្ញុំយល់អំពីទំហំនៃការឈឺចាប់នេះគឺយើងត្រូវថ្កោលទោសថៃខ្ញុំពេញចិត្តណាយើងត្រូវថ្កោលទោសព្រោះយើងឈឺចាប់ធ្ងន់ណាស់ជាតិសាសន៍នេះត្រូវគេមើលថោកយើងសម្បំណាស់ជាពិសេសតទៅនឹងសង្គ្រាមជាមួយថៃហ្នឹងតើឥឡូវមកឲ្យសារព័ត៌មាន Wall Street Journal មកដាក់ពាក្យថា Cambodia ហ្នឹងប្រទេសកម្ពុជាជាប្រទេសឆបោកទៀតប្រជាពលរដ្ឋ18លាននាក់ទទួលយកបានទេតែយើងហៅយើងថាជាប្រទេសឆបោកយើងជាប្រជាពលរដ្ឋយើងមិនចូលរួមនៅក្នុងអំពើឆបោកហ្នឹងទេហេតុអីបានជាហៅប្រទេសនេះថាជាអំពើឆបោកប្រទេសឆបោកវាធ្វើឲ្យមុខមាត់កម្ពុជាអាប់លើឆាកអន្តរជាតិវាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូបហើយយើងមានសិទ្ធិនៅក្នុងការតវ៉ាអញ្ចឹងហើយមិនអញ្ចឹងនេះគឺជាសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍មួយដែលស្រឡាញ់ជាតិខ្លួនឯងទេក៏ប៉ុន្តែយើងភ្លេចគិតថាអ្វីដែលយើងកំពុងតែស្រឡាញ់ជាតិនេះគឺយើងស្រឡាញ់ខុសរឿងគឺយើងអត់ដឹងថាតើគេសរសេរអត្ថបទនេះគេសរសេរបែបម៉េចហើយយើងជឿតាមគ្នាទៅយើងបែកបហាគេតាមគ្នាទៅហើយចង់បំផុតនៅពេលដែលយើងស្រឡាញ់ជាតិនេះយើងអត់ព្រមថ្កោលទោសរដ្ឋាភិបាលដែលគេរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យធ្វើឲ្យជាតិនេះបាត់ឈ្មោះកិត្តិយសលើឆាកអន្តរជាតិស្អុយគេឈ្មោះគេអាស្រូវពេញទឹកពេញដីយើងអត់ដែលថ្កោលទោសអីតែបន្តិចយើងអាចជិះធ្លាក់ទឹកឲ្យជាមួយនឹងរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាដដែលនេះយើងនាំគ្នាថាជាតិសាសន៍នេះគឺត្រូវតែជាជាតិថ្លៃថ្នូរប៉ុន្តែភាពថ្លៃថ្នូរមិនមែនដោយសារពាក្យ Cambodia ហ្នឹងទេមិនមែនដោយសារគេថាយើងទេពាក្យថ្លៃថ្នូរគឺដោយសារតែយើងនាំគ្នាជួយជាតិនេះម្នាក់បន្តិចពេលដែលមានបញ្ហាអយុត្តិធម៌សង្គមពេលដែលមានការរំលោភសិទ្ធិមនុស្សមានអំពើពុករលួយគណៈបកកណ្ដាលអំណាចធ្វើអីផ្ដេសផ្ដាស់ងើបមួយវាយមួយចាប់អ្នកនេះដាក់គុកតាមអំពើចិត្តប្រព័ន្ធតុលាការគ្មានយុត្តិធម៌គណៈបកប្រឆាំងមិនអាចចូលរួមការបោះឆ្នោតបានរំលាយគេស្រេចតែអំពើចិត្តធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យច្បងច្បល់ទាំងអស់នេះអស់លោកនៅស្ងៀមស្ងាត់ទាំងអស់គ្នាហ្នឹងហើយយើងបណ្ដោយឲ្យអំពើនេះខូចឈ្មោះជាតិយើងយ៉ាងពេញពិភពលោកអ្នកណាគេមិនហៅប្រទេសកម្ពុជាយើងថាជាប្រទេសផ្ដាច់ការនៅលើលោកនេះគេដឹងគ្រប់គ្នាអស់ហើយអាហ្នឹងអត់បាត់កិត្តិយសជាតិយើងទេយើងអត់មានព្រមឈឺឆ្អាលមួយម៉ាត់ទេចឹងហើយចុះពេលហ្នឹងហេតុអីបើយើងមិនថ្កោលទោសរដ្ឋាភិបាលខ្លះហើយចាប់មកឥឡូវហេតុអីចង់មកថ្កោលទោសអីគេសម្បើមម៉េចពី Cambodia ហ្នឹងហើយអា Cambodia ហ្នឹងទៀតសោះដែលគេថាប្រទេសកម្ពុជាជាប្រទេសឆបោកអាណិតតែខ្លួនឯងល្អលោករបៀបដឹកនាំរដ្ឋធ្វើឲ្យមជ្ឈមណ្ឌលឆបោកអនឡាញក៏ក្រាក់ពេញផ្ទៃស្រុកខ្មែរអង្គការសហជីវជាតិក៏គេរកឃើញមជ្ឈមណ្ឌលឆបោកក៏ក្រាក់មជ្ឈមណ្ឌលស្រាវជ្រាវរបស់អាមេរិកក៏រកឃើញអង្គការលើកលែងទោសអន្តរជាតិក៏រកឃើញគេរកឃើញជនរងគ្រោះ120,000 នាក់នៅប្រទេសកម្ពុជាតាក់ទងនឹងអំពើឆបោកគេរកឃើញមជ្ឈមណ្ឌល50កន្លែងជាងធំគេរកឃើញមន្ត្រីអង្គការមហាមន្ត្រីគេដាក់ទណ្ឌកម្មពេញទំហឹងលើពិភពលោកគេហៅថាជាប្រទេស scam នឹងតាំងពីយូរហើយរហូតដល់ចិនគេផលិតខ្សែភាពយន្តនេះមុតដៃថៃយើងនេះគេផលិតខ្សែភាពយន្តអំពីការចាប់ជំរិតមនុស្សនិងការឆបោកអនឡាញផ្អើលពេញ Netflix Hollywood កុនគេផ្សាយពេញពិភពលោកចាំមិនទៅរករឿងចិនផងអាកាលហ្នឹងចិនផលិតខ្សែវីដេអូមួយដែលនិយាយអំពីការឆបោកធ្វើទរណកម្មដែលនិយាយទៅគឺជាអង្គហេតុពិតនៅក្នុងរឿងស្រុកខ្មែរអត់មានថ្កោលទោសចិនដោយសារជាមហាមិត្តដៃថៃយើងមិនហ៊ានប៉ះពាល់គេទេហើយនឹងមិនខូចឈ្មោះកិត្តិយសជាតិយើងទេចាហើយដល់ពេលឥឡូវមកដល់កាសែតនេះយើងមករករឿងគេហើយខ្ញុំបាននិយាយហើយខ្ញុំថាកាសែត The Wall Street Journal នេះគេនឹងមិនកែពាក្យគេទេព្រោះវាអត់មានអីត្រូវកែដូចខ្ញុំនិយាយចឹងគេអត់បាននិយាយថាកម្ពុជាជាប្រទេសឆបោកទេគេប្រើពាក្យនៅក្នុងគេហៅសញ្ញាសម្គាល់ខ្ញុំនឹងបញ្យល់សញ្ញាសម្គាល់បន្តិចហើយខ្ញុំថ្ងៃនេះសូមអធិស្ឋានមិនចេះបល័យបកូវយករខ្មែរស្អីណាបកែជាងអស់លោកបញ្ញវន្តនិស្សិតអីនៅស្រុកខ្មែរឬក៏លោកគ្រូចៅអធិការវត្តអីណាទេនេះគឺជាពាក្យដែល Wall Street Journal យកមកផ្សាយទៅដែលហៅកម្ពុជាថា Cambodia គឺគេប្រើសញ្ញានេះបងប្អូនមើលសញ្ញាដូចក្បៀសបន្តិចនៅខាងក្បាលនេះសញ្ញានេះហើយនឹងសញ្ញាពីរនេះចុចនេះ quotation marks គេហៅ quote នៅក្នុងភាសាអង់គ្លេសគេហៅ quotation marks ភាសាខ្មែរខ្ញុំរកពាក្យដាក់ឲ្យបងប្អូនត្រូវទៅព្រោះអីខ្ញុំមកយកទៅភ្លឺខ្ញុំបានគេងទេដោយសារតែឃើញអាភាសាហ្នឹងហើយណាមួយក៏ចង់ជាការដាស់តឿនប្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងឲ្យយល់អំពីរបៀបសរសេរកាសែតផងហើយកុំឲ្យជ្រួលច្បល់តាមគ្នាចាញ់បោកអ្នកនយោបាយនៅក្នុងភាសាខ្មែរគេហៅអញ្ញត្តិសញ្ញាឬក៏សញ្ញាដែលមានអញ្ញត្តិហ្នឹងគឺបានន័យថាគេប្រើពិសេសណានៅក្នុងកលៈទេសៈជាក់ស្ដែងណាមួយជាក់លាក់ណាមួយដើម្បីសម្គាល់ថាពាក្យដែលប្រើនៅក្នុងហ្នឹងគឺមិនមែនពាក្យដែលគេប្រើជាទូទៅទេ
គឺគេប្រើនៅក្នុងមីសម្រាប់អត្ថបទណាមួយឬក៏ចាក់ស្ដែងកន្លែងណាមួយហ្នឹងគេមិនមែនដាក់លៀតមកហៅយើងចឹងជាទូទៅព្រោះធម្មតាយើងឃើញជនបរទេសតែពេលគេនិយាយណាខ្ញុំសុំនិយាយពាក្យមួយលោកកគាត់និយាយអញ្ចឹងហើយគាត់ធ្វើអាដូចធ្មេញកដោពីអញ្ចឹងណាគាត់ធ្វើដៃអញ្ចឹង quote unquote បានន័យថាពាក្យដែលខ្ញុំនិយាយមកប្រហែលដែលខ្ញុំធ្វើដៃនេះគឺជាពាក្យគាត់ទេមិនមែនជាពាក្យខ្ញុំទេដូចថាលោកកម្សិលមិញខ្ញុំជួបគាត់ណានឹងគាត់និយាយថាម៉េចទេនឹងគេធ្វើដៃចេះពេលនិយាយដូចថាពាក្យជេរបន្តិចអីគឺដាក់ពាក្យគាត់និយាយមកទាំងអស់ហ្មងដូចថាជេរអសុរោះអីអញ្ចឹងហ្នឹងគឺដាក់មកពេញទំហឹងអញ្ចឹងហែងងែងហងអញ្ចឹងសំទោសខ្ញុំមិនចង់ប្រើពាក្យហ្នឹងប៉ុន្តែបើគេដាក់ពាក្យខូនអញ្ចឹងហើយបើប្រសង់ដូចកំពុងតែទេសនាឲ្យយកពាក្យហ្នឹងមកប្រើគឺបើប្រសង់ដាក់ក្នុងសញ្ញាបែបហ្នឹងគឺបានន័យថាដកស្រង់សម្ដីគេមិនមែនជាសម្ដីខ្លួនឯងទេ